បាទបាទបាទខ្ញុំបាទជាបឋមបាទសូមគោរពនឹងជម្រាបសួរបាទទៅដល់បណ្ដាបងប្អូនបាទប្រិយមិត្តបាទដែលគាត់ជាអ្នកសិក្សាទាំងអស់គ្នាណាបាទជាពិសេសគឺអ្នកដែលគាត់សិក្សានិងស្នេហាលើវិស័យគណិតវិទ្យាណាបាទចឹងថ្ងៃនេះខ្ញុំមាននៅលំហាត់មួយទៀតបាទខ្ញុំសូមពំនាំនៅលំហាត់មួយទៀតខ្ញុំសូមតការពីវីដេអូថ្ងៃមុនណាវីដេអូថ្ងៃមុនខ្ញុំបានបញ្យល់ទាំងអស់គ្នាតាក់ទងទៅនឹងលំហាត់មួយចំនួនបាទតាក់ទងជាមួយនឹង stochastic calculus មានន័យថាការគណនាបាទនៅក្នុងពិភពចៃដន្យមែនទេបាទអញ្ចឹងខ្ញុំបានបង្ហាញគ្នាយើងតាក់ទងការគណនាសង្ឃឹមគណិតនៃ stochastic integral ណាបាទពេលដែលគ្នាយើងគណនាទៅវាស្មើនឹង x ការ៉េលើ2មែនទេកាលពីសប្តាហ៍មុនកាលពីវីដេអូមុនបាទអញ្ចឹងនៅក្នុងវីដេអូមួយនេះខ្ញុំសូមមកពន្យល់គ្នាយើងបន្តតាក់ទងទៅនឹងបាទ integral stochastic ណាមានន័យថា integral ក្នុងពិភពចៃដន្យអញ្ចឹងខ្ញុំសូមលើកយក2លំហាត់បាទខ្ញុំសូមលើកយក2លំហាត់យកមកបកស្រាយនៅក្នុងថ្ងៃនេះបាទដែលលំហាត់ទី1គេថា suppose that ណាយើងអានប្រធានលំហាត់ទាំងអស់គ្នាដើម្បីស្វែងយល់ថាតើប្រធានលំហាត់ហ្នឹងគេចង់និយាយពីអីណាបាទ suppose that យើងមាន BT បាទដែល BT ហ្នឹងគឺជា Brownian motion ដែលគ្នាយើងដឹងណាថា BT ហ្នឹងគឺជា standard Brownian motion BM នេះមានន័យថា Brownian motion ណាមានន័យថាជា moment Brown របស់ Brown ស្តង់ដាណា moment របស់អនុគម Brown ស្តង់ដា moment ស្តង់ដារបស់ Brownian ណាដែលមានចំណុច B0 គឺជាចំណុចចាប់ផ្ដើមបាទនៃ Brownian motion គឺ B0 របស់យើងសន្មតថាវាស្មើ0តោះមកឲ្យយើង determine an expression បាទ for integral from 0 to t of sin bs dbs អញ្ចឹងមានន័យថាឲ្យយើងកំណត់នៅកន្សោមអនុគមមួយសម្រាប់ integral កំណត់ពី0ទៅដល់ t នៃ sin bs dbs អញ្ចឹង integral មួយទម្រង់នេះគឺជា integral stochastic ហេតុអីបានគ្នាយើងដឹងថាវាជា integral stochastic ដោយសារ differential របស់វាគឺធៀបទៅនឹង Brownian អញ្ចឹងកាលណា derivative សំដៅកាលណា differential របស់វាធៀបទៅនឹង Brownian មានន័យថាវាជា integral stochastic អញ្ចឹងឲ្យយើងកំណត់អនុគមមួយកន្សោមអនុគមមួយសម្រាប់ integral ហ្នឹងដែលមិនជាប់ពាក់ព័ន្ធទៅនឹង integral Ito នោះទេអញ្ចឹង integral ខាងលើនេះយើងឲ្យឈ្មោះថា Ito integral មានន័យថាជា integral Ito ប៉ុន្តែយើងត្រូវកំណត់កន្សោមមួយសម្រាប់ integral Ito នេះធ្វើម៉េចកុំឲ្យ integral នេះវាពាក់ព័ន្ធជាមួយនឹង integral Ito ក៏បានន័យថាគ្នាយើងត្រូវបំលែងពី integral Ito ឲ្យคล้ายទៅជា integral Riemann ត្រូវទេនេះអញ្ចឹង integral Riemann មានន័យថាអាច ds ឬក៏ dt differential នៃអនុគមធម្មតាធៀបទៅនឹងអញ្ញត្តិធម្មតាមិនមែនធៀបទៅនឹង Brownian motion ទេព្រោះ Brownian motion គឺជាអថេចៃដន្យត្រូវទេនេះពួក bt របស់យើងគឺជាអថេចៃដន្យវាជាអថេចៃដន្យ normal standard ដែលមានមធ្យម0và យ៉ាងវាស្មើទេអាហ្នឹងគឺ Brownian វាជា random variable បាទវាជាអថេចៃដន្យវាជាអនុគមនៃអថេចៃដន្យអញ្ចឹងមានន័យថាវាត្រូវមាន dbs differential របស់វាណាធៀបទៅនឹង bs មានធៀបទៅនឹង Brownian motion ដែលជាអថេចៃដន្យប៉ុន្តែគេឲ្យយើងរកកន្សោមមួយសម្រាប់អនុគម integral នេះដែលមិនពាក់ព័ន្ធទៅនឹងអី integral Ito បាទហ្នឹងលំហាត់ទី1ណាដល់ពេលលំហាត់ទី2គេថា suppose that bt តេវិជ្ជមានឬស្មើ0គឺជា SBM មានន័យថា standard Brownian motion ហើយគេថាបើសិនជាយើងមានដំណើរការណា process នោះប្រែថាដំណើរការណាបាទ xt ដែល t វិជ្ជមានឬស្មើ0នោះគឺត្រូវបានកំណត់ដោយ xt ស្មើ e គុណ bt បាទអនុគម xt របស់យើងណាស្មើ e គុណ bt អញ្ចឹងគេឲ្យយើង using Ito formula to compute dxt មានន័យថាដោយប្រើរូបមន្ត Ito ទៅគណនា derivative នៃអនុគម xt ហ្នឹងបាទអញ្ចឹងខ្ញុំសូមរាប់ពើលេខគ្នាយើងឡើងវិញតកតងទៅនឹងវាមាន Ito integral ហើយនិង Ito derivative ណាបាទអញ្ចឹងខ្ញុំសូមរំលឹកគ្នាយើងបាទ review ឡើងវិញបាទតកតងជាមួយនឹងអីបាទ integration of Ito បាទឬក៏យើងហៅថា Ito formula ណា
bà Ito formula រូបមន្តរបស់ Ido តោះនេះអញ្ចឹងបាទរូបមន្តរបស់ Ido ណាអញ្ចឹងសំណួរសួរថាតើរូបមន្តរបស់ Ido មានអីគេខ្លះទី1បាទយើងហៅវាថាជាបាទ Ito បាទ integral formula ណាបាទ Ito integral formula បាទរូបមន្ត Ido បាទយើងសរសេរបែបម៉េចយើង Ido integral formula ណាបាទគឺយើងសំដែងដោយរូបមន្តមួយនេះមែនទេឧបមាថាយើងមាន f នៃ bt បាទយើងមានអនុគមនៃប្រោនៀនអញ្ចឹងនេះយើងបាទស្មើជាមួយនឹងf នៃ b0 មិនអញ្ចឹងទេបាទ f នៃ b0 មានន័យថាអនុគម f ធៀបទៅនឹង b0 នេះអញ្ចឹងបាទ f នៃ b0 ណាហើយបន្ទាប់មកទៀតគឺបូកជាមួយនឹងបាទបូកជាមួយនឹង integral កំណត់ពី0ទៅដល់ដូចជាទៅដល់ t ណាអញ្ចឹងបាទពី0ទៅដល់ t ណានៃ f' bs ណាបាទ f' bs បាទ dbs បាទ dbs ណាបូកជាមួយនឹង integral Ido ណាបាទរួចហើយបានបូកជាមួយនឹងបាទ1/2បាទ integral កំណត់ពី0ទៅដល់ t បាទនៃ f derivative 2ណាបាទ f សេកុងនៃអានេះដូចជា bs ដែរប៉ុន្តែធៀបជាមួយនឹងដឹងតែចុងក្រោយគឺវាឲ្យទម្រង់ជា integral Riemann បាទ integral Riemann ណាអញ្ចឹងអានេះគឺសំណួរសួរថាតើរូបមន្តនេះបានមកពីណាគឺបានមកពីការពន្លាតសេរី Taylor បាទពន្លាតសេរី Taylor ណាអញ្ចឹងគ្នាយើងពន្លាតត្រឹមលំដាប់2ទៅយើងអាចឃើញរូបមន្តហ្នឹងបាទនេះគឺជារូបមន្ត Ido integral បាទរូបមន្ត Ido integral ណាគឺ f នៃ bt ស្មើ f នៃ b0 បូកអាំងពី0ទៅដល់ t នៃ f bs f' ណា bs dbs បូក1លើ2អាំងពី0ទៅ t នៃ s សេកុង bs ds អញ្ចឹងមានន័យថារូបមន្ត integral សម្រាប់ Ido គឺឲ្យចេញជា2ទី1គឺឲ្យរូបមន្តក្រោមទម្រង់ Ido integral បាទណា Ido integral ឬក៏អ្នកខ្លះក៏ហៅថា stochastic integral ហើយនឹងមួយទម្រង់ទៀតគឺឲ្យក្រោមជាទម្រង់ Riemann ណាបាទ Riemann ណាបាទ Riemann integral ណា integral Riemann គឺintegral ធម្មតាដែលគ្នាយើងរៀនទី12ហ្នឹងបាទគណនី integral ធម្មតាណា integral Riemann ពេលនេះគឺ integral Ido ដោយសារវាមាន differential របស់វាធៀបទៅនឹង bs ដែលជា Brownian motion ហើយ Brownian motion គឺជា random variable ជាអថេចដនណាអញ្ចឹងវាជា Ido integral បាទហ្នឹងទី1គ្នាយើងទី2ខ្ញុំសូមរំលឹកគ្នាយើងដែរតាក់ទងជាមួយនឹងអីបាទ Ido derivative formula ណាមានន័យថា integral សំទោស derivative នៃរូបមន្ត derivative របស់ Ido បាទ Ido derivative formula ណាបាទរូបមន្ត derivative របស់ Ido ដែលគ្នាយើងអាចសរសេរបានថាយើងសរសេរក្រោមទម្រង់ជា differential ណាមានន័យថា df នៃ bt បាទយើងសរសេរក្រោមទម្រង់ជា differential ណាបាទគឺអូនត្រូវសរសេរថាស្មើជាមួយនឹង f' បាទនៃ bt មិនអញ្ចឹងទេបាទ dbt បាទអានេះគឺយើងសរសេរក្រោមទម្រង់ជា derivative បាទបូក1លើ2បាទ f សេកុងណានៃ bt dt អញ្ចឹងមានន័យថាម៉េចនេះយើងនេះមានន័យថា Ido derivative រូបមន្តរបស់ derivative របស់ Ido ក៏ឲ្យជា2ទម្រង់ដែរមានន័យថាទម្រង់ទី1គឺឲ្យក្រោមទម្រង់ជា integral stochastic ហើយនឹងទម្រង់ទី2គឺឲ្យទម្រង់ជា integral Riemann អញ្ចឹងយើងសង្កេតមើលណាពួកយើងអាចយល់បានណា integral stochastic គេមើល differential របស់វាបើសិនធៀបទៅនឹង bt មានន័យថាវាជា integral stochastic ឬក៏យើងហៅថាជា integral Ido ប៉ុន្តែទៅពេលមកកន្លែងនេះ differential របស់វាគឺធៀបទៅនឹងអញ្ញត្តិធម្មតាមិនមែនជា random variable អញ្ចឹងderivative មួយនេះគឺយើងហៅថា derivative នៃ integral Riemann បាទណា integral Riemann នៃអនុគម Riemann អានេះអនុគម Ido អានេះអនុគម Riemann ណា derivative របស់វាអញ្ចឹង derivative Ido បាទរូបមន្ត derivative Ido គឺចែកចេញជា2សំខាន់ណាមានរូបមន្ត derivative សម្រាប់ integral stochastic
ហើយនឹងរូបមន្ត derivative សម្រាប់ Anglia Riemann បាទនេះគ្រាន់តែជាការរាប់ពើលេឡើងវិញគ្នាយើងតកតងទៅនឹងលំហាត់ផងយើងតោះឥឡូវខ្ញុំសូមដាក់ solution នៅខាងនេះណាហើយចាំយើងមានចម្ងល់អីចាំយើងអាចពិភាក្សាគ្នាតាមក្រោយបានណាតាមរយៈ comment ឬក៏តាមការណែអាចថាការ comment នៅខាងក្រោមវីដេអូរបស់ខ្ញុំដើម្បីធ្វើការពិភាក្សាគ្នាទៅលើលំហាត់អស់នេះណាតោះឥឡូវយើងមើលលំហាត់ទី1របស់យើងណាតោះគ្នាយើងសូមអធិស្ឋានតោះឥឡូវយើងមើលលំហាត់ទី1របស់យើងអញ្ចឹងគេឲ្យយើង determine បាទយើងមើល exercise របស់ខ្ញុំសេថា ex1 ហ្នឹងណាយើងណាបាទគេឲ្យយើង determine បាទគេឲ្យយើងកំណត់ឲ្យបានថាមែនទេបាទ determine បាទ expression មែនទេយើងមានន័យថាកន្សោមសម្រាប់អនុគមរបស់យើងនេះបាទ the expression បាទ of for Anglia នេះបាទពី0ទៅដល់ t នេះបាទនៃ sin bs dbs នេះបាទនេះអញ្ចឹងdoes not involve បាទ edo integral ណាបាទ does not បាទ involve edo integral ណាបាទដែលមិនជាប់ពាក់ព័ន្ធជាមួយនឹង integral edo នោះទេអញ្ចឹងយើងស្រាយថាម៉េចដោយប្រើរូបមន្តរបស់យើងណាអញ្ចឹងដោយសារតែវាពាក់ព័ន្ធជាមួយនឹង integral edo ដូច្នេះគ្នាយើងត្រូវប្រើរូបមន្ត integral edo ដើម្បីធ្វើការស្រាយនៅលំហាត់ទី1តោះឥឡូវយើងមានបាទយើងមានរូបមន្តរបស់យើងណា sin បាទយើងមានរូបមន្តរបស់យើងបាទ by Ito formula បាទ of integration មែនទេអញ្ចឹងបាទ Ito formula បាទ of integral បាទរូបមន្ត Ito នៃ integral នេះគឺយើងហៅថា integral Ito គឺយើងមាន f នៃ bt មែនទេស្មើជាមួយនឹង f នៃ b0 បាទបូកជាមួយនឹង integral ពី0ទៅដល់ t មែនទេនៃ f'(bs dbs មានន័យថាជា integral edo បូកជាមួយនឹង1/2 បាទ integral កំណត់ពី0ទៅដល់ t derivative ទី2នៃ bs ds បាទជា integral Riemann ធម្មតានេះរូបមន្តរបស់យើងណាសម្រាប់គណនា integral edo ណារូបមន្តគណនា integral edo តោះអញ្ចឹងយើងមើលមកដល់យើងសន្មតថាអីsuppose បាទយើងសន្មតថាយើងយកLED បាទខ្ញុំតាងណាខ្ញុំអាចតាងថា s ព្រីមនៃ bt នេះគឺស្មើជាមួយនឹង s ព្រីមនៃ x គឺស្មើជាមួយនឹង sin x បាទនេះខ្ញុំអាចតាងវាជាអនុគម x ទៅដើម្បីស្រួល integral មែនទេបើយើងអាំងធៀបទៅនឹង bt អញ្ចឹងមើលទៅវាពិបាកមើលអញ្ចឹងខ្ញុំអាចតាងវាស្មើ f ជាអនុគមនៃ x ទៅយើងអាចតាំង fx មក derivative គឺ sin x នេះបាទនេះអញ្ចឹងបាទអញ្ចឹងទៅពេលគ្នាយើងទាញរក f នៃ x មិនត្រូវពេល integral មែនទេអញ្ចឹងវាទៅជាគេយើង integral នៃ sin x dx អញ្ចឹងណាយើងបាទអញ្ចឹងហ៎ integral នៃ sin x dx ណាបាទអញ្ចឹង integral នៃ sin x dx ស្មើគេណាយើងsin គឺចេញដកកុសត្រូវហ៎ដកកុស x ណាយើងមិនតន់បូក c ទេឬក៏យើងចង់បូក c ក៏បានប៉ុន្តែពេលដែលយកមកគណនានៅក្នុង integral យើងអត់ចាំបាច់យកបូក c មកតាមទេណាតែបូក c ជាបូក a ត្រូវនេះយើងព្រោះនេះយើងដឹងណារូបមន្តទូទៅយើងគណនា integral Riemann ថ្នាក់ទី12ធម្មតាអញ្ចឹងណាបាទយើងអាចតាំង bt ហ្នឹងដោយ x ទៅអញ្ចឹងអា sin នេះអា sin bt ហ្នឹងគឺទៅជា sin x វិញហើយត្រូវទេអញ្ចឹងអូកន្លែងនេះដូចជាគេតាំងបាទគេតាំង bt អញ្ចឹងយើងបាទ bt បាទគឺស្មើនឹង f' x ស្មើជាមួយនឹង sin x ដែរចឹងយើងអាំង sin x ទៅគឺបានដកកុស x ពុក c ត្រូវទេហើយគ្នាយើងដឹងទៀតថា b0 ស្មើ0ត្រូវសមត្ថកម្មនេះគេឲ្យមកនេះ b0 ស្មើ0ហើយណាមានន័យថាដំណើរចាប់ផ្ដើមមកវាគឺ b0 ស្មើ0ណាចំណុចចាប់ផ្ដើមនៃចលនា Brown យើងសន្មតថា b0 ស្មើ0អញ្ចឹងកន្លែងនេះគ្នាយើងអាចរកដល់ derivative ទី2ណាព្រោះ f' x មិនស្មើ sin x ចឹងណាអញ្ចឹងដោយ f' x ស្មើ sin x យើងអាចទាញរក f ស៊ីកុងបានទេណាយើង
bà sin ai prim x mình small sin x mình đấy nhầm tàng mà nhất đấy chứ ai tiền nhỏ ai gì góng á mất bằng này dân tiền nhỏ ai gì góng vô rụt một bữa giống như bẹo phôn cho bùi nâng ai gì góng chẳng ấy chân nó mà dân tiền ban ai gì góng này x đây rồi về sin tới cứ ban câu x mình thấy này chứ bà câu x mình á anh ấy derivative pi á derivative mỗi cứ chênh sin derivative pi cứ chênh câuហើយអានគុំដើមមួយហ្នឹងគឺចេញដកកូ x ណាអញ្ចឹងនេះយើងដូចជាស្គាល់អស់ហើយ f នៃ b0 គឺស្មើ0ទេនេះចឹងf នៃ b0 សុំទោស f នៃ b0 មាន f នៃ x នេះ f នៃ x របស់យើងមិនស្មើដកកូ x មែនទេអញ្ចឹងនាំមកយើងទាញបាន f នៃ bt បាទវាស្មើជាមួយនឹងដកបាទកូ bt ដែរអញ្ចឹងនោះបាទ then បាទនោះយើងទាញបានថាម៉េចយើងបាទ then f អីគេ f នៃ b0 មានន័យថាស្មើនឹងកូស b0 ត្រូវទេណាយើងត្រូវអត់ព្រោះ f នៃ bt ស្មើដកកូស bt ណាអូនេះដកណាដកកូស b0 ណាបាទដកកូស b0 អញ្ចឹងឯងព្រោះដកកូស bt ចានេះគឺស្មើជាមួយនឹងដក1ត្រូវទេណាយើងបាទដក1ត្រូវព្រោះកូស b0 ស្មើ0កូស0ស្មើ1ណាតែដោយសារវាមានសញ្ញាដកយើងត្រូវដាក់ដកណាវាត្រូវជាដកកូស b0 អញ្ចឹងវាត្រូវស្មើជាមួយនឹងដក1ត្រូវទេណាអញ្ចឹងបាទដក1ណាហ្នឹងហើយអញ្ចឹងទៅពេល f នៃ bt វាស្មើដកកូស bt អញ្ចឹងណាហើយ f នៃ b0 វាស្មើនឹងដកកូស b0 មានស្មើនឹងដក1ណាបាទអញ្ចឹងពួកយើងអាចទៅចំនួនចូលក្នុងរូបមន្តរបស់យើងបានហើយមែនទេ f នៃ bt គឺស្មើដកកូស bt អានេះស្មើដក1អញ្ចឹងណាបាទដក1យើងរុញមកខាងនេះបូក1នេះឬក៏មិនទេទុកដក1ចេះក៏បានដែរណាអត់អីទេបាទហើយបានបូកអាំងទីក្រាពី0ទៅទេនៃអានេះបាទហើយf' bs នេះគឺ f' នេះហើយណា f' x ហ្នឹងហើយណាស្មើនឹង sin x ណាបាទអញ្ចឹងកន្លែងនេះខ្ញុំចំនួនវាដោយ sin x ទៅមែនទេ dx អញ្ចឹងឯងយើងអាំង sin ណាអាំង sin វាទៅជា sin អានេះយើងអាចទៅសេថា sin bs dbs អញ្ចឹងឯងយើងបាទឬក៏អាចខ្ញុំរុញ f នៃ b0 មួយអង្គទី1ក៏បានដែរធ្វើផលដកណាយើងចង់ធ្វើមិនក៏បានដែរកន្លែងនេះណាតោះអញ្ចឹងយើងមានដល់ហើយយើងអាចចំនួនចូលដើម្បីធ្វើការគណនាបានទេមែនទេបាទខ្ញុំអាចចំនួនចូលធ្វើការគណនាបានទេតោះអញ្ចឹងកន្លែងនេះខ្ញុំអាចសរសេរបានថាម៉េចដែរយើងមើលបាទអញ្ចឹងកន្លែងនេះគ្នាយើងសុំតាមដានជាមួយខ្ញុំបន្តិចណាអញ្ចឹងកន្លែងនេះខ្ញុំចាប់ដើមចំនួនចូលហើយដើម្បីទាញរកតម្លៃរបស់វាណាអញ្ចឹងនាំមកខ្ញុំទាញបានមក f នៃ bt បាទ f នៃ bt របស់យើងគឺស្មើជាមួយនឹងដកកូស bt មែនទេនេះយើងបាទដកកូស bt ហើយយើងមើល f នៃ b0 រួចមកខាងនេះមិនដក f នៃ b0 មែនទេអញ្ចឹងដក f នៃ b0 មានន័យថាគឺដកកូសនៃ b0 មែនទេហើយនេះយើងបាទព្រោះនេះមិន f នៃ b0 មិនអញ្ចឹង f នៃ b0 របស់យើងវាមិនស្មើគេដកសំទោស f នៃ b0 វាស្មើដកកូស b0 មិនអញ្ចឹងណាបាទអញ្ចឹងដកកូស b0 រួចមកខាងនេះវាទៅជាបូកវិញមែនទេយើងបាទបូកកូស b0 ណាបាទពូរុញមកទៅដូរសញ្ញាណាហើយបានស្មើជាមួយនឹងអង់ទីក្រាលពី0ទៅ t មិនអញ្ចឹងណានៃគេនេះយើងអានេះ f' bs dbs មិនអញ្ចឹងណាប៉ុន្តែ f' bs របស់យើងមិនស្មើជាមួយនឹងយើងមើលនេះ f' b អូអានេះសំទោសណាកន្លែងនេះខ្ញុំ f' bs មកណាបាទ f' bs ណាបាទ f' bs ណាវាស្មើនឹង f' x ស្មើនឹង sin x ត្រូវទេអញ្ចឹងដល់ពេល f' bs វាត្រូវស្មើនឹង sin bs ដែរត្រូវទេអញ្ចឹងកន្លែងនេះខ្ញុំអាចសរសេរបានថា sin bs ណាបាទ sin bs ណាហើយបាន dbs មិនអញ្ចឹងទេបាទកន្លែងនេះខ្ញុំអាចសរសេរបានថាអញ្ចឹងណាហ្នឹងហើយdbs អញ្ចឹងនេះយើងពួកយើងចំនួនវិញណាយើងចំនួន x ហ្នឹងដោយ bs វិញណាវាត្រូវ sin bs dbs អញ្ចឹងហើយបានបូកជាមួយនឹង1លើ2បាទអង់ទីក្រាលបាទកំណត់ពី0ទៅដល់ t នៃ derivative 2 derivative 2របស់វាមិញគឺស្មើនឹងនេះកុស
cột x mà nó chân là lấy vector chia cột bs chẳng cái gì vậy bà cột bs đây thầy ấy bà phụ ăn dân phi son thực tế nó chân thầy bao nhiêu increment bao nhiêu từ thầy ai vậy nhá cột bs ds nó phụ vi chỉ ăn được ra Rayman chân cái này nhung ai chuyển ô châu bà ấy nó mà dùng tiền bán đỏ đi cột độ cột bt bà nhưng ai tôi xem cho sân tới bà độ cột bt mình chẳng ấy thì vẫn hay là nhưng mà mất cột b rồi vì mà mũi mà nó cột son á chẳng đi vector chỉ bột mũi mình chẳng ấy thì vậy bà smile chỉ mũi nâng ấy mà smile chỉ mũi nâng ăn thì ra vì son từ đó tế bà này xin bà bs bà dbs bà rồi hai bạn bột chỉ mũi nâng mũi phía phí bà ăn thì ra vì son từ đó tế này cột bs ds mà cột bs ds á cái này ní thì dừng bớt á nhưng ai ta xe tập lọc anh đi mau chơi tới nè rồi nhà đi mau đi má chân nó mà dùng tiền bàn này cái ăn thì cái phụ dương thực tiên nhỏ nè thế mà pison tự đo tên này xin bsdbs ní mà mình chẳng ấy bộ mùi lượp pi nè ní mà anh đi về nó nhưng ai ta xe tập lọc mà chơi về mất nó bay thì dân dù mờ nó phụ dương thực cùng nó bao nhiêu thực tiên nhỏ nè đấy tiên nhỏ nè cho nên thực đạo mà chỉ mùi nắng nè đọ cột tế bộ mùi được còn muối đọ cốt bt nó mà mùi đọ cốt bt nó mà của này việc thử ai này bt chẳng việc thử bt lại như thế ok chẳng cái này nó mà dùng tiền bán bao nhiêu ai tiền tầm lại việc tới nên những bạn ăn thì graph son từ đó t này xin và bs và dbs và smile chỉ mùi nữa ấy đi dẫn và smile chỉ mùi nữa anh ấy nhung đã xa việc tục nơi từ đài mà bà mùi độ cột bt này chân đã xa việc tục nơi từ đài phụ viên nơi on tp dẹp anh ấy rồi mất tới chuyện độ với nhé mình này tới chuyện độ mùi lửa phí và ăn thì gra thì xong từ đó tế nấy cột bs dbs ds xong tục ds và ds tao lấy cái dân sầm mai mà nè tầm này ăn thì gra bao giờ nè khi involve chỉ mùi năng ito integral đấy admin involve to tại sao hạt đây vì vụ ito integral differential với thêm từ năng bs tại bao giờ admin thế nhé cứ còng tụm rung chỉ ăn thì ra rê mặn chân bài này cứ việc admin involve với mùi nâng ăn thì ra stochastic thế này anh ấy việc còn tài chế bà rê mặn integral thoa mà đá mà mình men chia stochastic integral thế vì mình men chia ăn thì ra ido thế chân mà đó này cứ việc chia ăn thì ra rê mặn thoa mà đá chân bên đây tha cần sau để dân ban cầm nót nó cứ miên tụm rung bài đi còn nên những cứ còng tụm rung chế ăn thì ra rê mặn mà thì pi phải chỉ cài toàn đến dân đấy tao miền chủng ngó lấy ai xua nhưng mà thay bán nó dân tẹt tôn từ nâng ăn thì cả còn dân đó tao lấy nhung sông phải chọc tầm phần nâng cho nên dân nó không ai video dân cầm thời về ấy đó vừa bậc cài làm hai pi cầu về nha đi tẹt pon cho mùi nâng đề đi về nó này chầm vẹt cào ấy video cào nhầm nâng bữa hái tẹt tôn từ nâng lùm hạt mũi này và exercise thu nữa chẳng exercise one còn là nhom trong cái dân mơ tha cái kẹn là đi ăn thì gà nó cái kẹn này cái ao dân cầm nọt còn sau muối bà sầm rập ăn thì gà ido nít đai mình kẹn pon cho muối nó ăn thì gà ido mình thay dân từ xe còn sau dạng cái sau sầm rập ăn thì gà thôi dạng mất cũng ấy miên ăn thì gà ido nó không này chắc mình thay dân tiên họ tầm lại ăn thì gà ido nó thấy với trên chia tầm rống hạ nó cung nay ăn thì gà tầm rống thoa mà đà mình thay chỉ ăn thì gà rế mắn đặc đây dân ai sắc xa bàn toàn nên những viên mình chỉ ăn thì ra ido thì chân đi dân mơ mở cái nhá ăn thì ra ido cứ dbe tại bộ dân cái lại nó cứ de thì chẳng hết chân vì chỉ ăn thì ra rế man mình đi ăn theo tôi đang ở nhặt ai thom mà đà mình theo tôi đang ạ thê chạy đòn thì nó bật theo tôi đang ạ thê chạy đón ban vì chỉ ăn thì ra ido toàn nên những ta nó cứ ăn thì ra rế man thom mà đà chứ mình cần sau mấy cái dân trong kệ là đi cứ phần nâng đó chân cái lại nó dân ai chơi mình tịch máu thì dân mình đây tha expression bao giờ nó chia chùm lời rồi nữa bà hence bà đi dần miền ấy
បាទមានន័យថា integral ពី0ទៅដល់ t មែនទេនៃ sin bs dbs មានន័យ integral e ដូហ្នឹងបាទកន្សោមនៃ integral e ដូហ្នឹងគឺស្មើជាមួយនឹង1បាទដកកុសបាទ bt បាទដកបាទ1លើ2បាទ integral ពី0ទៅដល់ t នៃបាទកុស bs ds បាទអញ្ចឹងមានន័យថាកន្សោមរបស់យើងគឺមានទម្រង់បែបនេះគឺជាកន្សោមមួយដែលមិនជាប់ពាក់ព័ន្ធជាមួយនឹង integral e ដូនោះទេវាគ្រាន់តែជា integral រ៉េម៉ាន់ទម្រង់ធម្មតាបាទអញ្ចឹងអរគុណច្រើនអ្នកយើងណាខ្ញុំសង្ឃឹមថាវីដេអូនេះនឹងជួយគ្នាយើងបន្ថែមទៀតទាក់ទងទៅនឹងចំណេះដឹងផ្នែក Stochastic Calculus ការគណនានៅក្នុងពិភពចៃដន្យណាបាទអញ្ចឹងអរគុណច្រើនអ្នកយើងខ្ញុំសូមសម្រាប់ប៉ុណ្ណឹងភាសាយប់ដែរណាអរគុណណាមានចម្ងល់អីយើងអាចសួរគ្នាបន្ថែមទៀតណាអរគុណច្រើន